សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel អវិញ្ញាណមានពេទ្យហើយថ្ងៃនេះមាន admin មានសាច់រឿងសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយរឿងនេះដែរមានចំណងជើងថាភូមិចម្លែកនៅឆ្ងាយដាច់ស្រយាលពីទីក្រុងជ្រៅទៅក្នុងព្រៃក្រាស់ដែលពោពេញទៅដោយអបត្រជាស្រែស្រែបមានភូមិមួយឈ្មោះថាភូមិត្រពាំងស្លាប់ភូមិនេះមិនដែលស្គាល់ពន្លឺថ្ងៃពេញលេញឡើយសូម្បីតែសត្វស្លាបក៏មិនហ៊ានហើរឆ្លងកាត់ដែរអ្នកភូមិនីមួយៗរស់នៅដោយការភ័យខ្លាចនិងភាពស្ងប់ស្ងាត់ខុសធម្មតាគ្រប់យ៉ាងបានចាប់ផ្ដើមឡើងកាលពី10ឆ្នាំមុននារីគឺជាក្មេងស្រីម្នាក់ដែលមានចិត្តល្អនិងសម្រស់ស្អាតលើសគេក្នុងភូមិប៉ុន្តែព្រំលិខិតបានលេងសើចនឹងនាងយ៉ាងខុសគ្រើមអាដេតដែលជាកូនប្រុសមេភូមិមានអំណាចនិងបាក់ពួកវាពីរនាក់ទៀតបានព្យាយាមបង្ខំនាងឲ្យស្រឡាញ់ខ្លួននៅយប់មួយភាពលោភលន់និងកំហឹងបានធ្វើឲ្យពួកគេបាត់បង់សតិសម្បជញ្ញៈពួកគេបានចាប់នាងទៅធ្វើបាបយ៉ាងព្រៃផ្សៃនៅក្បែរមាត់ត្រពាំងរួចក៏ច្របាច់កនាងរហូតដាច់ខ្យល់ស្លាប់ដើម្បីបំបិទមាត់សាកសពរបស់នាងត្រូវបានពួកគេចងភ្ជាប់នឹងថ្មរួចទម្លាក់ចូលទៅក្នុងបាតត្រពាំងដ៏ជ្រៅដែលមិនមានអ្នកណាអាចរកឃើញ10ឆ្នាំកន្លងផុតទៅអាដេតបានក្លាយទៅជាអ្នកមានអំណាចបន្តពីឪពុកប៉ុន្តែក្នុងចិត្តវាមិនដែលស្គាល់ពាក្យថាស្ងប់ឡើយយប់មួយខណៈដែលអាដេតកំពុងលុបមុខក្នុងបន្ទប់ទឹកដ៏ប្រណីស្រាប់តែមានអារម្មណ៍ថាទឹកដែលហូរចេញពីក្បាលរ៉ូមីណេមានក្លិនឆ្អាតឈាមវាបើកភ្នែកឡាយសម្លឹងទៅក្នុងកញ្ចក់អ្វីដែលវាឃើញមិនមែនជាមុខរបស់វាឡើយប៉ុន្តែជាផ្ទៃមុខស្លេកស្លាំងលាយឡំដោយផុកនិងស្លែចេញពីក្នុងកញ្ចក់សក់វែងអន្លេខ្មៅរញ៉េរញ៉ៃបិទបាំងមុខពះកណ្ដាលភ្នែកម្ខាងរបស់វិញ្ញាណនោះក្រឡាប់ពណ៌សរីឯភ្នែកម្ខាងទៀតហូរឈាមក្រហមច្រាលចាយវាមើលមកវាដោយការគុំគួនរួចសើចតិចទៅក្នុងបំពង់កសំឡេងនោះដូចជាការកកិចដែកនឹងថ្មឯងលេចកន្លែងត្រជាក់នោះហើយឬអាដេតញាក់ក្រញាំងថយក្រោយដួលលើការោប៉ុន្តែពេលងើបមើលកញ្ចក់ម្ដងទៀតគ្រប់យ៉ាងក៏បាត់អស់យប់នោះអាដេតចូលគេងទៅផ្ទៃខ្លាយក្នុងបន្ទប់ដែលវិតជិតស្រាប់តែមានខ្យល់ត្រជាក់បក់កាត់ទាំងគ្មានបង្វែងចំហក្នុងភាពងងឹតស្លុបអាដេតមានអារម្មណ៍ថាខ្លួនវាធ្ងន់ខកធម្មតាវាព្យាយាមញៀសខ្លួនប៉ុន្តែមិនអាចកម្រើបានឡើយវាដឹងខ្លួនច្បាស់ណាស់មេខ្មោចសង្កត់ស្រាប់តែមានសំឡេងដង្ហើមខ្លីៗឮនៅគៀកត្រជារបស់វាក្លិនស្អុយរលួយដោយសាកសពត្រាំទឹកបានភាយពេញបន្ទប់ពេលវាព្យាយាមបើកភ្នែកមើលវាក៏ឃើញនារីកំពុងអង្គុយលើទ្រូងរបស់វានាងអោនមុខចុះមកជិតមុខដែលរលួយដាច់សាច់ជាដុំចុងច្រមុះនាងប៉ះនឹងច្រមុះវាទឹកដែលហូរចេញពីសក់របស់នាងស្រក់ចុះមកលើមុខអាដេតក្តៅដូចទឹកពុះដង្ហើមឯងវាមានតម្លៃណាស់ចុះដង្ហើមឯងកាលនោះវិញម្ដងនាងសួររួចក៏លូកដៃដែលសល់តែឆ្អឹងនិងក្រចៀកខ្មៅវែកមកច្របាច់កអាដេតយឺតអាដេតភ័យដល់ថ្នាក់នោមដាច់ខោភ្នែកឡើងក្រឡាប់ប៉ុន្តែវាមិនអាចស្រែកឡើងឡើយមិនត្រឹមតែអាដេតទេសូម្បីតែបាក់ពួកវាពីរនាក់ទៀតក៏ជួបរឿងដូចគ្នាម្នាក់ក្នុងចំណោមនោះគេឃើញស្លាប់នៅមាត់ត្រពាំងដោយមានផុសពេញមាត់និងភ្នែកទាំងពីរត្រូវបានខ្វាយឯងម្នាក់ទៀតបានឈួតរត់ស្រែកពេញភូមិថាមានស្រីម្នាក់ដើរតាមពីក្រោយខ្នងជានិច្ចរួចក៏លោតចូលទៅក្នុងម៉ាស៊ីនកិនស្រូវស្លាប់យ៉ាងអាណោតអាធើមអាដេតដែលជាអ្នកចុងក្រោយបានសម្រេចចិត្តរត់ចេញពីភូមិនៅបណ្ដាលអាធ្រាត្រវាបើកឡានយ៉ាងលឿនឆ្ពោះទៅផ្លូវជាតិខណៈដែលវាកំពុងបើកបរវាដឹងខ្លួនថាមានអ្វីមួយមិនត្រឹមត្រូវវាងាកទៅមើលកញ្ចក់ឡានខាងក្រោយវាងើបទៅមើលកញ្ចក់ឡានខាងឆ្វេងនៃឡានវាក៏ឃើញនារីកំពុងរត់តាមឡានរបស់វានាងរត់លឿនណាស់នាងងាកមុខសម្លឹងវាទាំងក្បាលផ្ងាទៅក្រោយ180ដឺក្រេវាភ័យពេកក៏ជាន់ហ្វ្រាំងងាកទៅមើលកៅអីខាងក្រោយស្រាប់តែឃើញនាងអង្គុយនៅទីនោះបាត់ទៅហើយនាងសើចកៅអីរួចយករូបថតចាស់មួយសន្លឹកបង្ហាញវាដល់ពេលឯងទៅដេកបាក់ត្រពាំងជាមួយអញហើយឡានរបស់អាដេតបានជ្រុលធ្លាក់ចូលទៅក្នុងត្រពាំងស្លាប់នោះយ៉ាងជ្រៅនៅព្រឹកថ្មីឡើងអ្នកភូមិឃើញតែឡានដែលលិចពាក់បណ្ដាលប៉ុន្តែសាកសពអាដេតមិនត្រូវបានរកឃើញឡើយអ្វីដែលគួរឲ្យរន្ធត់បំផុតគឺនៅលើកញ្ចក់ឡានមានស្នាមប្រឡាក់ឈាមសរសេរជាភាសាខ្មែរថាសនសឹកហើយរឿងមួយទៀតគឺសម្រែកឈាមបាតត្រពាំងនៅចុងភូមិត្រពាំងស្លាប់មានផ្ទះឈើចាស់ៗដែលប្រភើស្លេកដោយសារកម្ដៅថ្ងៃនិងទឹកភ្លៀងខ្យល់នៅទីនេះមានក្លិនចម្លែកណាស់វាមិនមែនជាក្លិនផ្កាព្រៃទេប៉ុន្តែជាក្លិនឆ្អាទឹកទួយដូចជាទឹកដែលនៅទ្រឹងឆ្នាំយូរ
កាលពី10ឆ្នាំមុននារីដែលជាក្មេងស្រីស្លូតបំម្នាក់បានបាត់បង់យ៉ាងអត្ថាបង្ខប់អ្នកភូមិដឹងប៉ុន្តែមិនមានអ្នកណាហ៊ាននិយាយព្រោះអ្នកដែលពាក់ព័ន្ធគឺជាអដេតកូនប្រុសមេភូមិនិងបាក់ពួកចិត្តក្មេងរបស់វាពួកគេបានសម្លាប់នាងយ៉ាងព្រៃផ្សៃរួចយកសាកសពទៅចងផ្អឹបនឹងថ្មទម្លាក់ចូលទៅក្នុងបាតត្រពាំងក្បែរព្រៃខ្មោចយប់មួយភាពស្ងប់ស្ងាត់នៃភូមិត្រូវបានកាត់ផ្តាច់ដោយសំឡេងតក់តក់តក់នៃទឹកដែលស្រក់ចុះលើកម្រាលឈើអាដេតកំពុងដេកលក់សុខសប្បាយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ស្រាប់តែវាមានអារម្មណ៍ថាបន្ទប់ទាំងមូលប្រែទៅជាត្រជាក់ស្រេបដល់ចង់ខ្នងវាក៏ភ្ញាក់ដឹងខ្លួនប៉ុន្តែអ្វីដែលរន្ធត់បំផុតគឺវាមិនអាចកម្រើព្រាមដៃសូម្បីតែបន្តិចភ្នែករបស់វាបើកធំសម្លឹងទៅពីដានស្រាប់តែឃើញស្រមោលខ្មៅមួយសន្សើមលិចចេញពីជ្រុងងំឹតនៃបន្ទប់រួចវាឡើងទៅលើគេងយឺតសំឡេងឆ្អឹងក៏កិច្ចគ្នាក្រេកយឺកាន់តែច្បាស់ស្រមោលនោះវាមកអង្គុយពីលើទ្រូងរបស់វាធ្ងន់ដូចជាមានថ្មរាប់តោនមកសង្កត់នារីបង្ហាញមុខយឺតសក់របស់នាងសើមជោកបិទបាំងផ្ទៃមុខដែលរលួយដាច់សាច់ឃើញធ្មេញសស្ងេងនាងអោនមុខចុះមកជិតត្រចៀកអាដេតរួចខ្សឹបដោយសំឡេងស្អើកថាដងហើមឯងអញសុំខ្ចីបន្តិចបានទេដៃដែលសល់តែឆ្អឹងនឹងក្រចៀកខ្មៅវែកលូកមកច្របាច់កវាបន្តិចម្ដងរហូតដល់អាដេតឡើងខៀវមុខបាក់ពួកម្នាក់ទៀតឈ្មោះអាសុកកំពុងឈរដុសធ្មេញនៅមុខកញ្ចក់វាមានអារម្មណ៍ថាមានអ្នកណាម្នាក់ឈរនៅពីក្រោយខ្នងពេលវាងាកទៅក្រោយគ្មានអ្នកណាឡើយប៉ុន្តែពេលវាងាកមកមើលកញ្ចក់វិញវាក៏ស្រែកលេងចេញក្នុងកញ្ចក់នោះមិនមែនជារូបភាពរបស់វាទេប៉ុន្តែជារូបភាពសាកសពនារីដែលកំពុងអោបកអាសុកពីក្រោយយ៉ាងណែនភ្នែករបស់នាងក្នុងកញ្ចក់ហូរចេញមកជាភក់ពណ៌ខ្មៅលាយឡំដោយឈាមនាងលូកដៃចេញពីក្នុងកញ្ចក់រួចចាប់ទាញក្បាលអាសុកទៅបោកនឹងកញ្ចក់ប្រាវកញ្ចក់បែកខ្ចាយចាក់ចូលពេញភ្នែករបស់អាសុកឈាមហូរស្រោចពេញឡាបូសំឡេងសើចក្អែកបែបស្រីឮសាយភ័យពេញផ្ទះបាយទាំងគ្មានមនុស្សស្រីសូម្បីតែម្នាក់យប់នោះដែរបាក់ពួកចុងក្រោយត្រូវបានគេឃើញរត់ស្រែកផ្អើលពេញភូមិថាមានស្រីម្នាក់កំពុងជិះលើករបស់វាដួលសន្លប់នៅមាត់ត្រពាំងដែលពួកគេធ្លាប់ទម្លាក់សាកសពនារីចំណែកអាដេតវាបានព្យាយាមបើកឡានរត់ចេញពីភូមិទាំងយប់ផ្លូវដែលវាធ្លាប់ស្គាល់ប្រែទៅជាចម្លែកវាមើលទៅដូចជាវិលជុំវិញមាត់ត្រពាំងដដែលស្រាប់តែវាមើលទៅកញ្ចក់ឡានចំហៀងវាក៏ឃើញនារីកំពុងរត់តាមឡានរបស់វានាងរត់លឿនណាស់នាងងាកមកសម្លឹងវាទាំងក្បាលផ្ងាទៅក្រោយ180ដឺក្រេវាភ័យពេកក៏ចង់ហ្វ្រាញ់ងាកទៅមើលកៅអីខាងក្រោយស្រាប់តែឃើញនាងអង្គុយនៅទីនោះបាត់ទៅហើយនាងសើចក្អែករួចយករូបថតចាស់មួយសន្លឹកបង្ហាញវាដល់ពេលឯងទៅដេកបាតត្រពាំងជាមួយអញហើយឡានរបស់អាដេតបានជ្រុលធ្លាក់ចូលទៅក្នុងត្រពាំងស្លាប់នោះយ៉ាងជ្រៅនៅព្រឹកថ្មីឡើងអ្នកភូមិឃើញតែឡានដែលលិចពាក់កណ្ដាលប៉ុន្តែសាកសពអាដេតមិនត្រូវបានរកឃើញឡើយអ្វីដែលគួរឲ្យរន្ធត់បំផុតគឺនៅលើកញ្ចក់ឡានមានស្នាមប្រឡាក់ឈាមសរសេរជាភាសាខ្មែរថាសងសឹកហើយរឿងមួយទៀតគឺសម្រែកឈាមបាតត្រពាំងវិញ្ញាណវិលវិញដែលនៅtrongភូមិត្រពាំងស្លាប់គឺជាកន្លែងដែលពេលវេលាហាក់ដូចជាឈប់ដាល់ខ្យល់នៅទីនោះត្រជាក់ស្រែបខុសពីធម្មតានិងក្លិនស្អីរលួយតិចតែងតែភាយចេញពីមាត់ត្រពាំងដែលពោពេញទៅដោយផ្កាត្រកួនដុះពាសពេញកាលពី10ឆ្នាំមុននារីដែលជាក្មេងស្រីក្រីក្រនិងស្លូបួតម្នាក់ត្រូវបានបាត់បង់យ៉ាងអាថមបាំងប៉ុន្តែការពិតដ៏ជូរចត់គឺនាងត្រូវបានអាដេតកូនមេភូមិខូចខិលនឹងបាក់ពួកចាប់បង្ខំនាងទៅធ្វើបាបនិងសម្លាប់បំបិតមាត់យ៉ាងព្រៃផ្សៃបំផុតសាកសពរបស់នាងត្រូវបានពួកគេយកថ្មចងភ្ជាប់នឹងជើងរួចទម្លាក់ចូលបាតត្រពាំងដ៏ងងឹតស្លុបដោយគិតថាអយុត្តិធម៌នេះនឹងរលាយបាត់ទៅតាមសាកសពដែលរលួយក្រោមបាតទឹកយប់មួយអាដេតកំពុងឈរនៅមុខកញ្ចក់ក្នុងបន្ទប់ទឹកដ៏ប្រណីរបស់វាស្រាប់តែអំពូលភ្លើងចាប់ផ្ដើមឆេះរលត់ឆាច់ពេលវាអោនមុខចុះលាងទឹករួចងើបមកវិញវាក៏ស្រែកលែងចាញ់នៅក្នុងកញ្ចក់នោះមិនមែនជាមុខរបស់វាឡើយវាឃើញរូបរាងស្ត្រីម្នាក់សក់វែងអន្លាយជោកដោយភក់និងស្លែឈរអោបកវាពីក្រោយយ៉ាងណែនផ្ទៃមុខរបស់នាងស្លេកស្លាំងភ្នែកម្ខាងត្រូវបានខ្វែកចេញសល់តែរុនខ្មៅងងឹតរីឯភ្នែកម្ខាងទៀតកំពុងសម្លឹងមកវាដោយការគុំគួនបំផុតនាងលូកដៃដែលសល់តែឆ្អឹងនិងសាច់រលួយដាច់ជាដុំចេញពីក្នុងកញ្ចក់មកខ្វាតមុខអាដេតរហូតឈាមស្រោចពេញឡាបូនៅពេលអាដេតចូលគេងតាំងភ័យរន្ធត់វាមិនអាចពេចភ្នែកចិត្តឡើយ
ស្រាប់តែបន្ទប់ទាំងមូលប្រែជាស្ងាត់ឈឹងសូម្បីតែសំឡេងម៉ាស៊ីនត្រជាក់ក៏លែងឮអដេតមានអារម្មណ៍ថាខ្លួនវាធ្ងន់ខុសធម្មតាដូចជាមានថ្មរាប់រយគីឡូមកសង្កត់លើទ្រូងវាព្យាយាមស្រែកតែគ្មានសំឡេងចេញពីបំពង់កវាព្យាយាមកម្រើកគម្រាមដៃតែសាច់ដុំទាំងអស់ហាក់ដូចជាត្រូវបានគេចងភ្ជាប់នៅក្នុងភាពងងឹតស្លុបវាក៏ឃើញនារីកំពុងអង្គុយលើទ្រូងរបស់វានាងអោនមុខចុះទៅជិតត្រចៀករបស់វាខ្លាំងណាស់រហូតវាមានអារម្មណ៍ដល់ដង្ហើមត្រជាក់ស្រេបដែលធំក្លិនស្អីដោយសាកសពត្រាំទឹកនាងចាប់ផ្ដើមខ្សឹបដោយសំឡេងស្អកស្អកដោយដេកកកិចទ្វារកាលនោះអញអង្វរឯងឲ្យលែងចុះអីឡើងឯងអង្វរអញវិញទៅមើលក្រចកខ្មៅវែករបស់នាងចាប់ផ្ដើមលូកចូលក្នុងមាត់អាដេតរួចទាញអណ្ដាតវាយ៉ាងខ្លាំងរហូតអាដេតភ្នែកឡើងស្លេកសន្លប់បាក់ស្មារតីទាំងវេទនាបាក់ពួកម្នាក់ទៀតរបស់អាដេតឈ្មោះអាសុកកំពុងជិះម៉ូតូត្រឡប់មកផ្ទះវិញកាត់តាមផ្លូវក្បែរមាត់ត្រពាំងស្រាប់តែវាមានអារម្មណ៍ថាម៉ូតូរបស់វាធ្ងន់ខុសធម្មតារហូតដល់កង់ក្រោយផ្ទុះពេលវាងាកទៅមើលតាមកញ្ចក់មើលក្រោយវាឃើញនារីម្នាក់សក់វែងជិះពីក្រោយខ្នងវាទាំងក្បាលផ្ងាទៅក្រោយ180ដឺក្រេនាងសាយកុកអិចរួចយកដៃខ្ទប់ភ្នែកអាសុកយ៉ាងណែនអាសុកភ័យពេកក៏បើកម៉ូតូធ្លាក់ចូលទៅក្នុងត្រពាំងនោះស្លាប់ភ្លាមដោយមានផ្កាត្រកួនរុំជុំវិញកដូចជាមានគេយកមកចងអញ្ចឹងនៅព្រឹកឡើងអ្នកភូមិប្រទះឃើញសាកសពអាដេតដេកស្លាប់នៅលើគ្រែក្នុងស្ថានភាពភ្នែកបើកធំហាក់ដូចជាជួបរឿងដែលរន្ធត់បំផុតមុនដាច់ខ្យល់អ្វីដែលកាន់តែព្រឺរោមនោះគឺនៅលើកម្រាលព្រំក្បែរគ្រែនោះមានស្នាមជើងផុកតូចដើរចេញពីបន្ទប់ទឹកសម្ដៅមកគ្រែគេងនោះហើយបាត់ដានត្រឹមជើងគ្រែនោះឯងចាប់ពីថ្ងៃនោះទៅគ្មានអ្នកណាហ៊ានដើរកាត់មាត់ត្រពាំងនោះទៀតឡើយនៅពេលយប់គេតែតែឮសំឡេងស្ត្រីម្នាក់ច្រៀងបំពេល្វើយចេញពីក្នុងទឹកនិងសំឡេងមនុស្សប្រុសស្រែកសុំជួយយ៉ាងអាណោចអាថាមភូមិត្រពាំងស្លាប់បានក្លាយជាភូមិចម្លែកដែលគ្រប់គ្នាដឹងថាបើអ្នកធ្វើអាក្រក់អយុត្តិធម៌នោះនឹងតាមលងបន្លំអ្នករហូតដល់ជីវិតចុងក្រោយអយុត្តិធម៌ដែលត្រូវបានកប់ក្រោមបាតទឹកនៅចុងភូមិត្រពាំងស្លាប់គឺជាកន្លែងដែលពន្លឺព្រះអាទិត្យហាក់ដូចជាមិនដែលចាំមកដល់ឡើយភូមិនេះមានភាពស្ងប់ស្ងាត់ខុសធម្មតាសូម្បីតែសត្វស្លាបក៏មិនហ៊ានយំដែរកាលពី10ឆ្នាំមុននារីដែលជាក្មេងស្រីក្រីក្រនិងស្លូតបូតម្នាក់ត្រូវបានបាត់បង់យ៉ាងអាថ៌កំបាំងប៉ុន្តែការពិតដ៏ជូរចត់គឺនាងត្រូវបានអាដេតកូនមេភូមិអាងអំណាចនិងបាក់ពោះចិត្តខ្មៅ2នាក់ទៀតចាប់បង្ខំនាងទៅធ្វើបាបនិងសម្លាប់បំបិតមាត់យ៉ាងប្រៃសៃបំផុតសាកសពរបស់នាងត្រូវបានពួកគេយកថ្មចងភ្ជាប់នឹងជើងរួចទម្លាក់ចូលបាតត្រពាំងដ៏ងងឹតស្លុបដោយគិតថាអយុត្តិធម៌នេះនឹងរលាយបាត់ទៅតាមសាកសពដែលរលួយក្រៅបាតទឹកយប់មួយអាដេតកំពុងឈរនៅមុខកញ្ចក់ក្នុងបន្ទប់ទឹកដ៏ប្រណីរបស់វាស្រាប់តែអំពូលភ្លើងចាប់ផ្ដើមឆេះរលត់ឆាច់ពេលវាអោនមុខចុះលាងទឹករួចងើបមកវិញវាក៏ស្រែកលែងចេញនៅក្នុងកញ្ចក់នោះមិនមែនជាមុខរបស់វាឡើយវាឃើញរូបរាងស្ត្រីម្នាក់សក់វែងអន្លាយជោគដៃផុកនិងស្លែឈរអោបអរវាពីក្រោយយ៉ាងណែនតែមុខរបស់នាងស្លេកស្លាំងភ្នែកម្ខាងត្រូវបានខ្វែកចេញសល់តែរុនខ្មៅងងឹតរីឯភ្នែកម្ខាងទៀតកំពុងសម្លឹងមុខវាដោយការគុំគួនបំផុតនាងលូកដៃដែលសល់តែឆ្អឹងនិងសាច់រលួយដាច់ជាដុំចេញពីក្នុងកញ្ចក់មកខ្វាតមុខអាដេតរហូតឈាមស្រោយពេញឡាបូនៅពេលអាដេតចូលគេងទាំងភ័យរន្ធត់វាមិនអាចពេចភ្នែកចិត្តឡើយស្រាប់តែបន្ទប់ទាំងមូលប្រែជាស្ងាត់ឈឹងសូម្បីតែសំឡេងម៉ាស៊ីនត្រជាក់ក៏លែងឮអាដេតមានអារម្មណ៍ថាខ្លួនវាធ្ងន់ខុសធម្មតាដូចជាមានថ្មរាប់រយគីឡូមកសង្កត់លើទ្រូងវាព្យាយាមស្រែកតែគ្មានសំឡេងចេញពីបំពង់កវាព្យាយាមកម្រើកគម្រាមដៃតែសាច់ដុំទាំងអស់ហាក់ដូចជាត្រូវបានគេចងភ្ជាប់នៅក្នុងភាពងងឹតស្លុបវាក៏ឃើញនារីកំពុងអង្គុយលើទ្រូងរបស់វានាងអោនមុខចុះទៅជិតត្រចៀករបស់វាខ្លាំងណាស់រហូតវាមានអារម្មណ៍ដល់ដង្ហើមត្រជាក់ស្រេបដែលធំក្លិនស្អីដោយសាកសពត្រាំទឹកនាងចាប់ផ្ដើមខ្សឹបដោយសំឡេងស្អកដោយដៃកកិចកញ្ញាកាលនោះអញអង្វរឯងដល់លែងចុះអីលើឯងអង្វរអញវិញទៅមើលក្រចកខ្មៅវែករបស់នាងចាប់ផ្ដើមលូកចូលក្នុងមាត់អាដេតរួចទាញអណ្ដាតវាយ៉ាងខ្លាំងរហូតអាដេតភ្នែកឡើងស្លេកសន្លប់បាត់ស្មារតីទាំងវេទនាបាក់ពួកម្នាក់ទៀតរបស់អាដេតឈ្មោះអាសុកកំពុងជិះម៉ូតូត្រឡប់មកផ្ទះវិញកាត់តាមផ្លូវក្បែរមាត់ត្រពាំងស្រាប់តែវាមានអារម្មណ៍ថាម៉ូតូរបស់វាធ្ងន់ខុសធម្មតារហូតដល់កង់ក្រោយផ្ទុះ
ពេលវាងាកទៅមើលតាមកញ្ចក់មើលក្រោយវាឃើញនារីម្នាក់សក់វែងជិះពីក្រោយខ្នងវាទាំងក្បាលផ្ងាទៅក្រោយ180ដឺក្រេនាងសោយក៏ក្អិចរួចយកដៃខ្ទប់ភ្នែកអាសុកយ៉ាងណែនអាសុកភ័យពេកក៏បើកម៉ូតូធ្លាក់ចូលទៅក្នុងត្រពាំងនោះស្លាប់ភ្លាមដោយមានផ្កាត្រកួនរុំជុំវិញកដោយជាមានគេយកមកចងអញ្ចឹងចំណែកអាដេតវិញវាបានព្យាយាមបើកឡានរត់ចេញពីភូមិទាំងយប់ប៉ុន្តែផ្លូវដែលវាធ្លាប់ស្គាល់ប្រែជាវិលជុំវិញមាត់ត្រពាំងដដែលស្រាប់តែវាមើលទៅកញ្ចក់ឡានចំហៀងវាឃើញនារីកំពុងរត់តាមឡានរបស់វាដោយល្បឿនស្មើឡានជើងរបស់នាងមិនប៉ះដីឡើយវាភ័យពេកក៏ជាំប្រាំងងាកទៅមើលកៅអីក្រោយស្រាប់តែឃើញនាងអង្គុយនៅទីនោះបាត់ទៅហើយឡានរបស់អាដេតបានជ្រុលធ្លាក់ចូលទៅក្នុងត្រពាំងនោះយ៉ាងជ្រៅនៅព្រឹកឡើងអ្នកភូមិប្រទះឃើញសាកសពអាដេតដេកស្លាប់នៅក្នុងឡានក្រោមទឹកប៉ុន្តែដៃរបស់វាទាំងពីរកំពុងច្របាច់កខ្លួនឯងយ៉ាងណែនរហូតដល់ដាច់ខ្យល់ស្លាប់ចាប់ពីថ្ងៃនោះទៅភូមិត្រពាំងស្លាប់ប្រែជាស្ងប់ជ្រងំអ្នកភូមិខ្លះនិយាយថានៅយប់ដែលមានខ្យល់បក់ខ្លាំងគេតែងតែឮសំឡេងស្ត្រីម្នាក់យំខ្សឹកខ្សួរនៅមាត់ត្រពាំងនិងសំឡេងមនុស្សប្រុសស្រែកសុំជួយយ៉ាងអាណោចអាថាមចេញពីបាតទឹកដ៏ជ្រៅនោះនឹងហើយបងប្អូនទាំងអស់គ្នារឿងយើងបានមកដល់ទីបញ្ចប់ហើយបើបងប្អូនស្រឡាញ់ចូលចិត្តកុំភ្លេចចុច like និង subscribe ម្នាក់មួយផងអរគុណសម្រាប់ការស្ដាប់តាំងពីដើមរហូតដល់ចប់អរគុណសូមជម្រាបលា